ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំនឹងមកចាំលេខបងប្អូនតាក់ទងទៅនឹងការប្រើប្រាស់ this is ហើយនិង those are បាទអញ្ចឹងថាតើរវាងពីរនេះវាខុសគ្នាយ៉ាងណាយើងនឹងទៅសិក្សាទាំងអស់គ្នាដោយសិក្សាទៅលើនិយមន័យមុនបាទនេះគឺជានិយមន័យរបស់ this is បាទអញ្ចឹង this is refer to a singular object which is far from the speaker បាទអញ្ចឹងបានន័យថា this is គឺសំដៅទៅលើអ្វីតែមួយដែលនៅឆ្ងាយពីអ្នកនិយាយបាទបានន័យថាវាគឺជា singular វានៅឆ្ងាយប៉ុន្តែវាតែមួយតែឯងរីឯ those are វិញម្ដងបាទ those are refer to more than one object which is far from the speaker បាទអញ្ចឹង those are គឺមានន័យថាវាគឺ more than one បានន័យថាច្រើនជាងមួយដែលវានៅឆ្ងាយពីអ្នកនិយាយបាទដូច្នេះរវាងពីរនេះគឺខុសគ្នាត្រង់ថា this is គឺនៅឆ្ងាយដូចគ្នាប៉ុន្តែសំដៅទៅលើវត្ថុឬមករបស់នោះមួយរីឯ those are គឺនៅឆ្ងាយដូចគ្នាប៉ុន្តែសំដៅទៅលើ more than one ច្រើនជាងមួយបាទចាប់ពី2ឡើងប៉ុណ្ណឹងទៅឥឡូវយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាបាទនេះគឺជាឧទាហរណ៍នៃការប្រើប្រាស់ this is ហើយនិងឧទាហរណ៍នៃការប្រើប្រាស់ those are អូខេបាទអញ្ចឹងទី1នោះគឺ this is the sun បាទ this is the sun នោះគឺជាព្រះអាទិត្យបាទនោះគឺជាព្រះអាទិត្យដោយបងប្អូនបានដឹងហើយថាព្រះអាទិត្យហ្នឹងវាមានតែមួយទេហើយគេនិយាយថា it's not near the earth បាទអញ្ចឹងវាមិននៅជិតភពផែនដីទេបាទដូច្នេះបងប្អូនអាចយល់ណាថា this is គឺប្រើទៅលើវត្ថុឬក៏របស់មួយដែលនៅឆ្ងាយរីឯ those are វិញបាទ those are stars បាទចឹងយើងឃើញថាផ្កាយមានម៉ាបងប្អូនមានច្រើនចាប់ពី2ឡើងទៅនោះគឺជាផ្កាយបាទនោះគឺជាផ្កាយបាទអញ្ចឹងផ្កាយគឺនៅឆ្ងាយដូចគ្នានៅឆ្ងាយពីភពផែនដីមែនអត់ the stars is not near the earth បាទអញ្ចឹងបានន័យថាផ្កាយទាំងអស់ហ្នឹងវាមិននៅជិតភពផែនដីទេបាទបងប្អូនឃើញភាពខុសគ្នារវាង this is និង those are ណាបាទយើងមើលរូបភាពក៏អាចយល់ខ្លះដែរគឺរូបភាពខាង this is គឺតែមួយឯងតែតងព្រះអាទិត្យរីឯខាង those are វិញគឺចាប់ពី2ឡើងទៅអូខេតោះបងប្អូនយ៉ាឥឡូវយើងនឹងទៅមុខជាបន្តទៀតដើម្បីឲ្យកាន់តែច្បាស់ this is a star បាទ that is a star បងប្អូនឃើញ slide នៅខាងដើមមិញ star មាន s បាទគឺបានន័យថាវាច្រើនប៉ុន្តែ star នេះគឺមាន s ទេបានន័យថាវាសំដៅទៅលើរបស់មួយយើងប្រែថានោះគឺជាផ្កាយមួយបាទ that is a star នោះគឺជាផ្កាយមួយបាទយើងមកមើល those are វិញម្ដង those are my shoes ទាំងនេះគឺជាស្បែកជើងរបស់ខ្ញុំបាទដូច្នេះស្បែកជើងជាធម្មតាមាន2បងប្អូនណាមែនអត់ខាងឆ្វេងហើយនិងខាងស្ដាំដូច្នេះគេនិយាយ those are my shoes ទាំងនេះគឺជាស្បែកជើងរបស់ខ្ញុំបាទអញ្ចឹងមកថាវាចាប់ពី2ឡើងទៅយើងដឹងថា my shoes នោះប្រហែលទេណាបាទ number 2 តើតង that is an apple បាទនោះគឺជាផ្លែប៉ោមបាទឃើញផ្លែប៉ោមទេបាទអញ្ចឹង that is an apple នោះគឺជាផ្លែប៉ោមអាន័យថាផ្លែប៉ោមនៅឆ្ងាយពីយើងឈោងចាប់បាននេះអញ្ចឹងគឺប្រើ that is an apple នោះគឺជាផ្លែប៉ោមទី2 those are apples ទាំងនេះគឺជាផ្លែប៉ោមបាទទាំងនេះគឺជាផ្លែប៉ោមបងប្អូនឃើញផ្លែប៉ោមមានប៉ុន្មានបាទមានចាប់ពី2ឡើងទៅជាក់ស្ដែងគឺវាមាន3បាទអញ្ចឹងយើងអាចយល់បានខ្លះហើយថា that is គឺសំដៅទៅលើរបស់ឬក៏វត្ថុមួយ those are គឺសំដៅទៅលើវត្ថុឬក៏របស់ចាប់ពី2ឡើងទៅបាទយើងមកមើលសំណួរវិញម្ដងថាតើការសួរពី that is ឬក៏ those are យើងសួរយ៉ាងម៉េចបាទនេះគឺជាquestions and answers បាទ is that the sun បាទតើនោះគឺជាព្រះអាទិត្យឬបាទបានន័យថាបុគ្គលកគាត់សួរទៅបុគ្គលខអញ្ចឹងទៅនោះគឺជាព្រះអាទិត្យឬខ្ញុំអត់ច្បាស់បាទអញ្ចឹងគេសួរ
is that the sun បាទតើនោះគឺជាព្រះអាទិត្យឬបាទហ្នឹងគេឆ្លើយថា yes that is the sun yes that is the sun បាទនោះវាគឺជាព្រះអាទិត្យបាទនោះគឺជាព្រះអាទិត្យបាទហ្នឹងគឺជារបៀបឆ្លើយយើងមើលបន្តទៀត is that the sun is that the sun is that the sun តើនោះជាព្រះអាទិត្យឬបាទដល់ពេលយើងឆ្លើយបដិសេធឆ្លើយមិនបងប្អូនគឺយើងឆ្លើយថា no that isn't the sun that's the moon no that isn't the sun that's the moon បាទន័យថាទេនោះគឺមិនមែនជាព្រះអាទិត្យទេនោះគឺជាព្រះអីបងប្អូន moon បាទនោះគឺជាព្រះច័ន្ទយ៉ាដូច្នេះយើងមកមើលសំណួរមួយទៀត what is that what is that what is that តើនោះគឺជាអ្វីបាទតើនោះគឺជាអ្វី that is a mountain that is a mountain នោះគឺជាភ្នំមួយបាទអញ្ចឹងនេះគឺជាសំណួរបងប្អូនហើយនេះគឺជាចម្លើយប្រយោគស្របបាទហើយនេះគឺជាសំណួរបាទជាសំណួរហើយរបៀបឆ្លើយនៃបដិសេធថាវាមិនមែនជារបស់ដែលយើងសួរនោះទេបាទហើយនេះគឺជាសំណួរហើយនេះគឺជាចម្លើយបាទ what is that that is a mountain បាទអូខេយើងទៅមួយចុងក្រោយ question ហើយនឹង answer ជាបន្តទៀតបាទ what are those បាទ what are those បាទតើទាំងនោះគឺជាអ្វីបាទមកយើងខាងលើមកយើងរៀនអំពី that is បាទឥឡូវយើងរៀនអំពី plural ម្ដងមកន័យថា those are វិញម្ដងអញ្ចឹងគេសួរ what are those បាទតើទាំងនោះគឺជាអ្វីបាទរីឯចម្លើយនោះគឺ those are stars those are stars ទាំងនោះគឺជាផ្កាយជាច្រើនបាទទាំងនោះគឺជាផ្កាយជាច្រើន Are the stars near the earth Are the stars near the earth បាទតើផ្កាយទាំងនោះនៅជិតផែនដីដែរឬទេបាទបងប្អូនដឹងហើយថាផ្កាយនៅជិតផែនដីអត់ទេបាទអញ្ចឹងវានៅឆ្ងាយរាប់រយរាប់ពាន់រាប់ម៉ឺនគីឡូដូច្នេះចម្លើយនោះគឺ no they are far away from here no they are far away from here ទេវាមិននៅជិតផែនដីទេវាគឺនៅឆ្ងាយណាស់បាទឬក៏វានៅឆ្ងាយពីទីនេះខ្លាំងណាស់បាទអញ្ចឹងតកតងទៅនឹងការប្រើប្រាស់ that is ហើយនឹង those are ក៏ឈានមកដល់ទីបញ្ចប់ហើយបើសិនជាបងប្អូនមិនយល់ត្រង់ណាមួយបងប្អូនអាចបាទ comment នៅខាងក្រោមខ្ញុំនឹងជួយបញ្ជាក់តាមតែអាចធ្វើទៅបានបាទហើយកុំភ្លេចបើសិនជាបងប្អូនពេញចិត្តនៅវីដេអូខ្ញុំបាទសូមកុំភ្លេចជួយចុច like ឬជា subscribe នៅក្នុង channel របស់ខ្ញុំម្នាក់មួយផងបាទអរគុណច្រើនបងប្អូនគោរពជំរាបលាជួបគ្នានៅវីដេអូក្រោយទៀតបើសិនជាមានចំណុចខ្វះខាតសូមការអធិស្ឋានគោរពជំរាបលាជូនបងប្អូនសុខសប្បាយ